បើមិនតាមចាប់ខ្លួនយកមកផ្ដន់ទាទោសបើមិនតាមចាប់ខ្លួនយកមកដាក់គុកទេប្រជាជនខ្មែរដែលកំពុងតែពហិការលោកមិនអស់ចិត្តទេលោកមិនអស់ចិត្តទេបងប្អូនមកស្ដាប់វីដេអូនេះទាំងអស់គ្នាបងប្អូនខ្ញុំថាតតែយប់បានខ្ញុំចេញវីដេអូទម្លាយសារសម្លេងរបស់អាជីវករម្នាក់ដែលលួចនាំចូលទុរេនពីស្រុកសៀមយកមកលក់ឲ្យបងប្អូនខ្មែរយើងហូបណាហើយឥឡូវនេះមុននឹងខ្ញុំបកស្រាយបងប្អូនស្ដាប់ខ្សែសម្លេងដែលអាជីវកររូបនេះបានសារភាពត្រង់តែម្ដងថាទុរេនខ្លួនគឺយកមកតាមរយៈបាទប្រទេសចៅយ៉ាងលំបាកដែលមានជួលឲ្យគេសែងឲ្យគេអីផងដែរណាស្ដាប់ចៅឲ្យចោតបានខ្ញុំអញមើលខ្ញុំយកមកថ្លៃទេចៅវាធ្ងន់នឹងថ្លៃលីវាថ្លៃនឹងថ្លៃផ្លូវយើងយកចេញមកទេសិតធ្ងន់នឹងថ្លៃលីទេណាធ្ងន់ថ្លៃផ្លូវធ្ងន់ថ្លៃលីឈ្នួលដឹកអស់ថ្លៃព្រោះតែយកពីប្រទេសចៅមកតើត្រែនថៃភាគច្រើនអត់មានតងពីតង់ទេវាមានតងដែរតែវាអត់បានពីតង់ឲ្យត្រែនខ្មែរណាគួរអីត្រែនខ្ញុំយកចេញអត់បានច្រើនទេយកចេញបានច្រើនមកអស់បានតែមួយថ្ងៃមួយតោនទេជួនកាលអត់ដល់ទេបានតែមួយថ្ងៃតែ100គីឡូអីទេពួកយើងពិបាកយកចេញម៉ែយកចេញអត់បានច្រើនទេមួយថ្ងៃបានតែ1តោនមួយថ្ងៃ1តោនបងប្អូនមួយថ្ងៃ1តោនមួយថ្ងៃ1តោនចុះបើចែកចេញជាអ្នកហូបវិញជាជនខ្មែរប្រហែល1000នាក់ដែលហូបត្រេនហ្នឹងណាមួយថ្ងៃ1តោន500គីឡូសាក់សម័យមើលតើបងប្អូនខ្មែរប៉ុន្មានអ្នកដែលទទួលទានទុរេនទាំងអស់ហ្នឹងហើយទុរេនទាំងអស់នេះខ្ញុំបញ្ជាក់ណាស្រុកថៃបច្ចុប្បន្នតាំងពីឆ្លុះមួយខ្មែរយើងមកគឺវាចោលឃ្លាំងវាហ្មងលក់អត់ចេញទេអញ្ចឹងគឺវាដាច់ខាតវាត្រូវតែចាំបាច់នៅក្នុងការប្រើប្រាស់ថ្នាំនៅក្នុងការរក្សាទុកឲ្យបានយូរបងប្អូនស្ដាប់កន្លែងនេះខាងក្រោយគេបងអស់គឺមាននិយាយពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ថ្នាំចាត្រែនហ្នឹងតងវាពណ៌សចាអត់មានពណ៌លឿងទេថ្នាំហ្នឹងគេដាក់ពណ៌សចាគេអត់មានប្រើថ្នាំពណ៌លឿងទេនេះអញ្ចឹងសម្ដីនេះរូបដែលខ្ញុំបង្ហាញនេះគឺចេតនាច្បាស់ណាស់អ្នកឯងបានធ្វើដើម្បីជាតិសុំបីតែមួយចុងកញ្ចក់ប៉ុន្តែអ្នកឯងធ្វើដើម្បីចោលអ្នកឯងធ្វើដើម្បីផលប្រយោជន៍ខ្លួនអ្នកផ្ទាល់និងគ្រួសារអ្នកផ្ទាល់តែប៉ុណ្ណោះតែអ្នកឯងសាក់សម័យមើលតើខ្មែរប្រហែលអ្នកដែលទទួលទានទុរេនដែលសិតតែឆ្នាំហ្នឹងហើយខ្មែរប្រហែលអ្នកដែលរងគ្រោះដោយប្រយោជន៍ដោយសារតែអ្នកឯងលួចខុបខិតជាមួយនឹងសត្រូវឈ្លានពានទៅគ្រប់គ្រងផលិតផលគេដឹងហើយឮហើយថាប្រជាជនខ្មែរកំពុងតែឈឺចាប់ជាមួយនឹងពួកអាពូចោនេះសบายចិត្តនៅពេលដែលឃើញអាពូចោនេះវាកំពុងតែសេដ្ឋកិច្ចធ្លាក់ចុះកំពុងតែលក់ទុរេនដែលរក្សាដោយគុណភាពថ្នាំអស់នោះលក់លែងចេញសូម្បីតែប្រទេសចិនក៏គេកំពុងតែទប់ស្កាត់ទុរេនពីប្រទេសចៅនេះទៅដែរហេតុអីក៏នៅតែក្បត់មនសិការរបស់ប្រជាជនខ្មែរទៀតបើសិនជាមិនតាមអូក្បាលយកមកដន់ទាទោសដាក់គុកទេខ្ញុំជឿថាចិត្តបងប្អូនទាំងអស់គ្នាក៏ដូចជាចិត្តខ្ញុំដែរដែលកំពុងតែឈឺចាប់និងកំពុងតែពហិការនឹងអាតំណែងចោលអស់នេះនៅមិនសក់ទេនៅមិនស្ងប់ទេបើឈ្មួញនៅតែឆ្លៀតឱកាសយកតំណែងអស់នោះយកមកសម្លាប់ខ្មែរគ្នាឯងនេះជាហេតុផលធ្វើឲ្យអាកពុចោលអស់នេះវាមើលងាយខ្មែរកាន់តែខ្លាំងព្រោះតែខ្មែរមួយចំនួនតូចនៅតែខួអន់រស់ដោយសារតែពឹងតំណែងពួកចោលអស់នោះហើយយកមកសម្លាប់ខ្មែរគ្នាឯង